បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តរៀនភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះគឺយើងសូមបន្តរៀននៅ5ពាក្យថ្មីបន្ថែមទៀតក្នុងនោះគឺខ្ញុំសូមលើកយកពាក្យមួយចំនួនតើពាក្យទាំងអស់នោះគឺជាពាក្យអីគេខ្លះហើយមានន័យដូចម្ដេចបាទយើងចង់ដឹងទេបាទអញ្ចឹងសូមមកតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទពាក្យទី1គឺមានន័យថាពាក្យ proceed យើងរលេចទៅមើលនិយមន័យ definition គឺ to continue as planned បងប្អូនប្រិយមិត្តរៀនភាសាអង់គ្លេសទាំងអស់ពាក្យមួយតើកាលណាគេប្រើពាក្យ to នៅពីមុខគឺសំដៅលើថាពាក្យហ្នឹងគឺជាកិរិយាសព្ទបាទចឹងមានន័យថាពាក្យហ្នឹងគឺមានន័យថាគឺជាការបន្តតាមផែនការបាទយើងទៅមើលឧទាហរណ៍ example his lawyer have decided not to proceed with the case មានន័យថាគឺមេធាវីការពារក្តីរបស់គាត់គឺបានសម្រេចចិត្តថាមិនបន្តនៅនីតិវិធីនឹងបន្ថែមទៀតទេឬក៏សូមបញ្ឈប់នៅនីតិវិធីតុលាការទាំងអស់បាទឧទាហរណ៍ទី2 preparations for the festival are now proceeding smoothly មានន័យថាការរៀបចំទៅលើពិធីបុណ្យអីផ្សេងៗហ្នឹងគឺឥឡូវហ្នឹងគឺកំពុងតែរៀបចំឬក៏ចាត់ចែងយ៉ាងរលូនបាទ proceeding smoothly បាទពាក្យបន្តទៅទៀតហ្នឹងគឺពាក្យ proceeds again somebody បាទគឺពាក្យ SB គឺចំណុចពីពាក្យកាត់ somebody មានន័យថានរណាមួយដល់ពេលយើងក៏លេចមកមើលdefinition និយមន័យគឺគេដាក់ថា to start to take legal actions against someone មានន័យថាគឺជាការតតាំងនីតិវិធីតុលាការក្តីប្រឆាំងនឹងនរណាម្នាក់បាទអញ្ចឹងយើងក៏លេចមកមើលឧទាហរណ៍ទាំងអស់គ្នា lack of evidence mean that the counsel could not proceed against Mr. A យើងបកប្រែជាខេមរៈភាសាថាគឺកង្វះភស្តុតាងមានន័យថាក្រុមប្រឹក្សាចៅក្រមគឺពុំអាចបន្តនីតិវិធីតុលាការក្នុងការប្រឆាំងលោក A បានទេបាទបន្តមកទៀតគឺពាក្យ very បាទថ្នាក់ពាក្យជា verb កិរិយាសព្ទយើងក៏លេចមើល definition និយមន័យគឺ if things of the same type vary they are different from each other and if you vary them you cause them to be different from each other មានន័យថានៅពេលដែលវត្ថុមួយវា vary គឺមានន័យថាគឺអាហ្នឹងគឺវាខុសប្លែកគ្នាឬជាមានន័យមួយយ៉ាងទៀតគឺថាពេលដែលយើង vary them ហ្នឹងគឺមានន័យថាអ្នកឯងគឺធ្វើឲ្យវាមានភាពខុសប្លែកគ្នាឧទាហរណ៍ example salary scale vary between state បាទចំណុចនេះគឺខ្ញុំសូមលើកយកពាក្យ scale salary scale vary between state មានន័យថា salary កម្រិតនៃប្រាក់ខែហ្នឹងគឺខុសប្លែកគ្នារវាងរដ្ឋនីមួយៗបន្ទាប់មកយើងភ្ជាប់ប្រយោគនឹងដដែលគឺជាមួយនឹងពាក្យគេជាមួយពាក្យ from state to state មានន័យថា salary scale vary from state to state មានន័យថាកម្រិតប្រាក់ខែហ្នឹងគឺមានភាពខុសប្លែកគ្នាពីរដ្ឋមួយទៅរដ្ឋមួយទៀតបាទពាក្យនឹងដដែលប៉ុន្តែយើងប្រើជាមួយពាក្យ according to state salary scale vary according to state មានន័យថាកម្រិតនៃប្រាក់ខែគឺវាខុសប្លែកគ្នាទៅតាមរដ្ឋនីមួយៗហើយជាមួយនឹងពាក្យ with each state ហ្នឹងគឺមានន័យដូចគ្នាហ្នឹងហើយបាទគឺពាក្យហ្នឹងគឺមានសំណងប្រយោគឬ structure គឺច្រើនបែបច្រើនយ៉ាងប៉ុន្តែគឺន័យតែមួយបាទឧទាហរណ៍ទី2 The sample varied in quality but were generally acceptable មានន័យថាគំរូឬក៏សំណាក់ហ្នឹងគឺវាមានគុណភាពខុសប្លែកគ្នាប៉ុន្តែជាទូទៅហ្នឹងគឺវាទទួលយកបានបាទពីបន្តទៅទៀតគឺពាក្យ conduct ថ្នាក់ពាក្យជា verb ជាកិរិយាសព្ទហើយយើងក៏លេខទៅមើល definition to organize and perform a particular activity មានន័យថាគឺជាការរៀបចំឬក៏សម្ដែងនៅសកម្មភាពមួយជាក់លាក់
ជាមានន័យថា conduct ហ្នឹងគឺជាការរៀបចំឬក៏ការសម្ដែងបាទឧទាហរណ៍ example we are conducting a survey to find out to find out what our customers think of their local bus service មានន័យថាយើងកំពុងតែរៀបចំការសង្កេតមួយដើម្បីស្វែងរកឲ្យឃើញថាតើអ្វីគឺជាការគិតរបស់អតិថិជនទៅលើសេវាកម្មឡានក្រុងនៅក្នុងមូលដ្ឋានហ្នឹងបាទអញ្ចឹងមានថាគឺដើម្បីឲ្យដឹងសេវាកម្មមូលដ្ឋានហ្នឹងគឺការប្រើប្រាស់សេវាឡានក្រុងផ្សេងៗនៅក្នុងមូលដ្ឋានភូមិស្រុកហ្នឹងគឺដើម្បីដឹងគឺយើងត្រូវការរៀបចំដូច្នេះយើងគឺប្រើពាក្យអីគេគឺ conduct បាទឧទាហរណ៍ទី2 The experiment were conducted by scientists in New York មានន័យថាការធ្វើពិសោធន៍គឺត្រូវបានរៀបចំដោយអ្នកវិទ្យាសាស្ត្រនៅក្នុងទីក្រុង New York បាទបន្តមកទៀតគឺពាក្យ distinct ADJ ហ្នឹងគឺមានន័យថា adjective មានន័យថាជាគុណនាមគឺជាពាក្យដែលយើងបញ្ជាក់ន័យឲ្យនាមបាទដូចជាពាក្យស្អាតអាក្រក់ខ្ពស់ទាបសខ្មៅជាដើមបាទយើងរលេចទៅមើល definition គឺនិយមន័យគឺគេដាក់ថា clearly noticeable that certainly exists មានន័យថាគឺជាការស្រួលកត់ចំណាំបាទឧទាហរណ៍ example there is a distinct smell of cigarettes in here មានន័យថាគឺមានក្លិនផ្សែងបារីនៅក្នុងទីនេះបាទអញ្ចឹងមានន័យថានៅពេលដែលយើងក្លិនអីប៉ះចំមុះយើងហ្នឹងគឺយើងធ្វើដឹងឲ្យយើងមានអារម្មណ៍ថាដឹងព្រាមថាអូនេះគឺជាផ្សែងបារីបាទ distinct smell គឺប្រភេទក្លិនដែលធ្វើឲ្យយើងដឹងព្រាមងាយស្រួលចំណាំថាអាហ្នឹងក្លិនអីបាទឯពាក្យមួយទៀតគឺពាក្យ equate មានន័យពីជា verb ជាកិរិយាសព្ទ definition to consider one thing to be the same as or equal to another things or to connect in your mind មានន័យថាគឺជាការគិតថារបស់មួយហ្នឹងគឺវាដូចគ្នាឬក៏វាស្មើគ្នាឬក៏វាភ្ជាប់ទៅនឹងការគិតរបស់អ្នកឧទាហរណ៍ example people sometimes equate money with happiness បាទចំណុចនេះគឺពាក្យហ្នឹងគឺវាត្រូវនឹងនិយមន័យចុងក្រោយគឺពាក្យគេ to connect in your mind មានន័យថាប្រជាពលរដ្ឋមួយចំនួនហ្នឹងពេលខ្លះគាត់គិតថាលុយហ្នឹងគឺមានសុភមង្គលមានន័យថាមានលុយគឺមានសុភមង្គលបាទ